មានច្រើនចំណុចពិសេសដែលអាចឲ្យមនុស្សចាស់មានអាយុវែងនិងមានសុខភាពល្អឬតាមការសិក្សានិងបទពិសោធន៍ផ្សេង 1. អាហារប្រើប្រាស់មានសាច់ដុំ Healthy Diet មនុស្សចាស់ដែលអាយុវែងភាគច្រើនមានទម្លាប់បរិភោគអាហារមានតម្លៃសារធាតុចិញ្ចឹមខ្ពស់ដូចជាបន្លែផ្លែឈើសណ្តែកស្រកាថ្នាក់ល្អនិងសាច់ទម្ងន់តិច 2. ការចលនានិងលំហាត់ប្រាណ Physical Activity ការរក្សាទម្លាប់ហាត់ប្រាណជាប្រចាំដូចជាដើរការឬលំហាត់ប្រាណស្រាលអាចជួយស្ដារសុខភាពកាយសម្បទាឲ្យនៅក្នុងស្ថានភាពល្អ 3. ចិត្តសាស្ត្រល្អ Positive Mental Health មនុស្សចាស់ដែលមានទស្សនវិជ្ជមាននិងដោះស្រាយបញ្ហាជីវិតដោយស្ងប់ស្ងាយមាននិន្នាការអាយុវែងជាងអ្នកដែលមានភាពតានតឹងប្រចាំថ្ងៃ 4. ការគេងលក់គ្រប់គ្រាន់ Adequate Sleep ការគេងលក់បានគ្រប់គ្រាន់និងមានគុណភាពល្អជាអន្តរាគមន៍សំខាន់ក្នុងការបន្តអាយុជីវិត 5. ការរស់នៅក្នុងសង្គមមានទំនាក់ទំនងល្អ Social Connections មនុស្សដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយគ្រួសារមិត្តភ័ក្តិឬសហគមន៍ស្របតាមការសិក្សាមាននិន្នាការអាយុវែងជាងអ្នកដែលរស់នៅឯកោ 6. ការរក្សាសីលធម៌និងច្បាប់ធម្មជាតិ Healthy Lifestyle មនុស្សចាស់ជាច្រើនជៀសវាងទម្លាប់អាក្រក់ដូចជាផឹកស្រាម៉ាស់ឬជក់បារី 7. ជំនឿនិងការចង់ភក់នឹងប្រពៃណី Spiritual Practice ជំនឿសាសនាឬការធ្វើសមាធិអាចជួយសម្រួលសុខភាពចិត្តនិងសម្ដែងផលល្អចំពោះសុខភាពសរុប 8. បរិស្ថានរស់នៅមានសុវត្ថិភាព Healthy Environment ការរស់នៅក្នុងបរិស្ថានដែលស្អាតនិងមានអាកាសធាតុល្អជាអង្គធាតុសំខាន់ក្នុងការរក្សាសុខភាព អ្នកមានចំណាប់អារម្មណ៍លើចំណុចណាមួយដែលចង់ពិភាក្សាជាក់ស្ដែងជាងនេះទេ ការរស់នៅអាយុវែងនិងមានសុខភាពល្អពាក់ព័ន្ធនឹងវិធីសាស្ត្ររស់នៅប្រចាំថ្ងៃនិងការថែទាំខ្លួននេះជាគន្លឹះខ្លះដែលអ្នកមនុស្សចាស់អាចអនុវត្តដើម្បីរក្សាសុខភាពនិងអាយុវែង 1. ការថែទាំអាហារផឹកទឹកគ្រប់គ្រាន់និងពិសារអាហារដែលមានសារធាតុចិញ្ចឹមដូចជាផ្លែឈើបន្លែសាច់មានជាតិទន់និងត្រីលើកលែងពីការទទួលទានអាហារដែលមានជាតិស្ករខ្លាញ់និងសូដ្យូមខ្ពស់ទទួលបានជាតិប្រូតេអ៊ីននិងជាតិផាស្វ័រសមស្របសម្រាប់ការថែរក្សាថាមពលនិងដុំឆ្អឹង 2. ការធ្វើលំហាត់ប្រាណធ្វើសកម្មភាពរាល់ថ្ងៃដូចជាដើរវាយសីឬហាត់នៅលើម៉ាស៊ីនចូលរួមក្នុងលំហាត់ប្រាណដែលជួយដល់ការការពារកាច់ដៃកាច់ជើងយូហ្គាឬការធ្វើសន្លាក់ 3. ការគេងលក់ល្អគេងលក់ឲ្យបានគ្រប់គ្រាន់ 7-8 ម៉ោងក្នុងមួយយប់ដើម្បីជួយដល់សម្រស់និងសុខភាពខួរក្បាល 4. ការកាត់បន្ថយបារម្ភប្រើពេលវេលាជាមួយគ្រួសារនិងមិត្តភក្តិអនុវត្តការមេឌីតេឬការដកដង្ហើមដើម្បីបន្ថយសម្ពាធ 5. ការរក្សាសុខភាពផ្លូវចិត្តស្វែងរកសកម្មភាពដែលជួយឲ្យមានសុភមង្គលដូចជានេះគឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យមានអាយុវែងនិងសុខភាពល្អ 1. ការថែរក្សាអាហារទទួលទានអាហាររូបត្ថម្ភដែលមានសម្តុល្យឲ្យបង្ងើកត់ការទទួលទានអាហារសម្បូរគ្រឿងជាតិខ្លាញ់អាសេតនិងស្ករបន្ថែមផ្លែឈើនិងបន្លែក្នុងអាហារប្រចាំថ្ងៃ 2. ការរក្សាសកម្មភាពរូបរាងអនុវត្តការហាត់ប្រាណជាប្រចាំឧទាហរណ៍ដើរលំហែស្រាលឬហាត់ប្រាណ cardio 30 នាទីក្នុងមួយថ្ងៃបង្ងើកត់ការអង្គុយវែងពេកដោយមិនចូលច្រក 3. ការគេងឲ្យគ្រប់គ្រាន់គេង 7-8 ម៉ោងក្នុងមួយថ្ងៃបង្កើនគុណភាពនៃការគេងដោយរក្សាតារាងវេលាគេងស្របតាមវេនប្រចាំថ្ងៃ 4. ការគ្រប់គ្រងសម្ពាធចិត្តអនុវត្តចិត្តសាស្ត្រឬយកវេលាសម្រាប់សម្រាកព្យាយាមរកសម្ធម៌ក្នុងការងារនិងជីវិតផ្ទាល់ខ្លួន 5. ការធ្វើតេស្តសុខភាពជាប្រចាំចូលពិនិត្យសុខភាពជាប្រចាំដើម្បីសម្គាល់បញ្ហានៅដើមឆាប់តាមដានសញ្ញាសុខភាពដូចជាសម្ពាធឈាមនិងថ្នាំបញ្ចុះស្ករ 6. ការបំប៉នទឹកឲ្យគ្រប់គ្រាន់ផឹកទឹកប្រហែល 2-3 លីត្រក្នុងមួយថ្ងៃជៀសវាងភេសជ្ជៈដែលមានស្ករលើស 7. ការរក្សាផលវិបាកដ៏ល្អក្នុងសង្គមបង្កើតទំនាក់ទំនងល្អជាមួយគ្រួសារនិងមិត្តភក្តិចូលរួមសកម្មភាពសង្គមដើម្បីបង្កើនអំណរចិត្តតើអ្នកចង់បន្ថែមព័ត៌មានលម្អិតអំពីចំណុចណាមួយទៀតទេអាយុវែងលើសពី90ឬ100ឆ្នាំគឺជាសិរីសោភានិងគោរពដ៏អស្ចារ្យអ្នកដែលមានអាយុវែងក្នុងស្រុកខ្លួនឬជុំវិញពិភពលោកតែងតែមានការរស់នៅបែបពិសេសហើយមានគន្លឹះចម្បងដែលអាចសម្រួលដល់ការរស់នៅអាយុវែងដូចខាងក្រោម 1. អាហាររូបត្ថម្ភល្អស៊ីអាហារច្រើនសម្បូរទៅដោយផ្លែឈើសណ្តែកបន្លែនិងអាហារសុទ្ធសាធលើកលែងសាច់ស្ដើងនិងសាច់ក្រហមផងដែរស្តង់ដារដែលគេស្គាល់នៅស្រុក Blue Zones គឺការប្រើអាហារស្បៃស្រាតធម្មជាតិជាចម្បង 2. សកម្មភាពចលនា
ធ្វើលំហាត់ប្រាណសម្រុំជាប្រចាំជាពិសេសការដើរជើងឬធ្វើសកម្មភាពជាក់ស្ដែងនៅថ្ងៃសម្រាប់ការរស់នៅប្រចាំថ្ងៃមិនបណ្ដោយឲ្យខ្លួនចុងស្ងៀមឬអសកម្មយូរពេក 3. បង្កើតទំនាក់ទំនងសង្គមល្អមានមិត្តភាពនិងស្ថាបនាការទំនាក់ទំនងដែលមានសារសំខាន់រស់នៅជាមួយគ្រួសារដែលមានសេចក្តីស្រឡាញ់និងការគាំទ្រគ្នាទៅវិញទៅមក 4. គោរពការបញ្ចេញសម្ពាធធ្វើសមាធិឬបញ្ចេញសម្ពាធតាមវិធីផ្សេងដូចជាការប្រារព្ធពិធីសាសនាឬបំណងដ៏សាមញ្ញក្នុងជីវិតរកពេលវេលាសម្រាកសម្រាលផងដែរ 5. ចិញ្ចឹមគំនិតវិជ្ជមានមានទស្សនវិជ្ជាមើលអ្វីដោយវិជ្ជមានហើយដោះស្រាយបញ្ហាប្រកបដោយភាពអត់ធ្មត់យកចិត្តទុកដាក់និងស្ទាក់ស្ទើរមិនឲ្យមានអារម្មណ៍ខូចខាតជាញឹកញាប់ 6. ការកំណត់នៃក្នុងជីវិតអ្នកដែលមានអាយុវែងតែងតែមានគោលបំណងឬការពិចារណាក្នុងជីវិត Purpose in life ដែលជួយឲ្យគាត់មានអំណាចនៅលើការរស់នៅ 7. បន្ថែមពេលវេលាផ្លាក់ពេលខែមិនបរិភោគអាហារខ្លាំងជ្រុលហើយបរិភោគអាហារត្រឹម80នៃការពេញចិត្តបញ្ចប់នេះគឺការរស់នៅអាយុវែងអាចសម្រេចបានតាមរយៈស្មារតីល្អនិងការរស់នៅតាមចំណុចខាងលើការរក្សាសេចក្តីសុខស្រួលនៅពេលយើងចាស់និងការផ្ដល់ឧទាហរណ៍ល្អសម្រាប់កូនចៅគឺជាបំណងសំខាន់សម្រាប់សង្គមនិងក្រុមគ្រួសារខាងក្រោមជាការណែនាំមួយចំនួនដែលអាចជួយរក្សាការទាក់ទាញនិងកេរ្តិ៍ឈ្មោះក្នុងការរស់នៅរបស់យើងនិងដល់កូនចៅ 1. ជួយអប់រំកូនចៅផ្ដល់ការបង្រៀនអំពីគុណតម្លៃល្អភាពគោរពការបំពេញភារកិច្ចនិងភាពស្មោះត្រង់បង្រៀនអំពីប្រវត្តិគ្រួសារនិងតម្លៃសម្បត្តិដែលពូជមួយបានផ្ដល់ឲ្យ 2. រក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តគាំទ្រដល់សុខភាពផ្លូវកាយដោយរក្សាអាហារូបត្ថម្ភល្អនិងហាត់ប្រាណប្រចាំរក្សាពីស្ថានភាពផ្លូវចិត្តដោយមានក្តីសមនិងការតាក់ទងល្អជាមួយមនុស្សជុំវិញ 3. បង្ហាញសេចក្តីស្រឡាញ់និងការគាំទ្រកុំមើលសំខាន់លើការផ្ដល់ប្រាក់ឬសម្ភារៈតែប៉ុណ្ណោះបង្ហាញសេចក្តីមេត្តាដោយស្វាគមន៍និងការជួយដោះស្រាយបញ្ហារបស់កូនចៅ 4. ធ្វើជាគំរូល្អបង្ហាញឲ្យកូនចៅឃើញពីការចេះសន្សំការចេះទ្រាំទ្រនិងការគោរពគ្នាទៅវិញទៅមកសំណោចអាកប្បកិរិយាដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួននិងគ្រួសារ 5. ចែករំលែកសេចក្តីប្រាថ្នាល្អប្រាប់គោលបំណងនិងទស្សនៈល្អដែលយើងចង់ឲ្យកូនចៅរក្សាធ្វើឲ្យកូនចៅយល់ពីតម្លៃនៃការរស់នៅជាមួយគ្រួសារដោយសេចក្តីស្រឡាញ់ 6. ស្វែងយល់ពីតម្រូវការរបស់កូនចៅស្ដាប់កូនចៅរបស់យើងដើម្បីយល់ពីអ្វីដែលពួកគេត្រូវការនិងអ្វីដែលអាចជួយពួកគេក្នុងការរីកចម្រើនការរក្សាកេរ្តិ៍ឈ្មោះនិងភាពកក់ក្ដៅសម្រាប់កូនចៅគឺមិនមែនគ្រាន់តែជាសកម្មភាពនៅមួយពេលទេវាជាការរួមចំណែកជាប្រចាំក្នុងការរស់នៅរបស់យើងជាសមាជិកគ្រួសារនិងសង្គមមេរៀនជីវិតដែលជាធម្មតាជាច្រើនបានបង្ហាញថាការរងទុក្ខសម្រាប់មនុស្សល្អមិនមែនដោយសារវាមិនអំណោយផលឬសក្តានុពលទេមានហេតុផលជាច្រើនដែលអាចឆ្លើយសំណួរនេះបាន 1. ការរាប់អានលើសកម្មភាពជាមួយអ្នកដទៃមនុស្សល្អមានទំនោរនឹងជួយសង្គ្រោះអ្នកដទៃហើយនេះអាចនាំឲ្យពួកគេទទួលរងការប៉ះពាល់ដោយសារតែគេដាក់អារម្មណ៍របស់អ្នកដទៃនៅលើបង្អស់ 2. ភាពស្មោះត្រង់និងសីលធម៌ការប្តេជ្ញាដើម្បីបំពេញតាមគោលការណ៍សីលធម៌អាចធ្វើឲ្យមនុស្សល្អមានការលំបាកក្នុងពិភពលោកដែលមិនស្មោះត្រង់ឬមានភាពឆ្កួត 3. មធ្យោបាយក្នុងការរៀនសូត្រពីទុក្ខលំបាកទុក្ខលំបាកអាចក្លាយជាឧបសគ្គមួយសម្រាប់ការអភិវឌ្ឍផ្លូវចិត្តមនុស្សល្អតែងមានការប្រព្រឹត្តប្រពៃដើម្បីរៀនពីអ្វីដែលកើតឡើងហើយនេះធ្វើឲ្យពួកគេចង់ក្លាយជាបុគ្គលល្អប្រសើរជាងមុន 4. ការរក្សាប្រពៃណីការល្អពិភពលោកនេះមិនទាំងអស់តែងតែស្រឡាញ់ឬគោរពនូវសេចក្តីល្អទេប៉ុន្តែការរក្សាប្រពៃណីការល្អនេះទៀងទាត់ដើម្បីបង្ហាញថាមានអ្វីមួយដែលត្រូវបានថែរក្សានៅក្នុងសង្គម 5. ការប្រឈមជាមធ្យោបាយក្នុងការកសាងកម្លាំងចិត្តការរងទុក្ខអាចធ្វើឲ្យមនុស្សល្អក្លាយជាមានកម្លាំងចិត្តបន្ថែមឬក៏មានមោទនភាពចំពោះការរួចផុតពីបញ្ហាប្រសិនបើអ្នកមានបទពិសោធន៍ដូចនេះអ្នកអាចប្រើប្រាស់វាជាមធ្យោបាយដើម្បីកសាងជីវិតដែលមានន័យកាន់តែខ្ពស់ប្រយោលនេះបញ្ជាក់ពីទឹកចិត្តដ៏អស្ចារ្យនៃឪពុកម្ដាយនិងបុព្វបុរសដែលតែងតែហ៊ានលះបង់គ្រប់យ៉ាងដើម្បីផ្ដល់ឲ្យកូនចៅនូវអនាគតល្អវាជាមេរៀនជីវិតដ៏មានតម្លៃដែលយើងអាចសិក្សា 1. ទំនួលខុសត្រូវនិងការលះបង់ឪពុកម្ដាយនិងបុព្វបុរសមិនភ័យខ្លាចក្នុងការលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីធានាឲ្យកូនចៅមានជីវិតល្អការរស់នៅដើម្បីអ្នកដទៃនេះជាមានសារៈសំខាន់ក្នុងការបង្កើតក្រសួងសង្គម 2. សេចក្តីស្រឡាញ់អស់ពីបេះដូងទឹកចិត្តដ៏ស្មោះស្តង់ដារនេះបង្ហាញពីសេចក្តីស្រឡាញ់ដ៏មេឃីចិត្តដែលអាចជាគំរូសម្រាប់ការរស់នៅជាសហគមន៍ 3. ការបង្រៀនសន្សំសេដ្ឋកិច្ចនិងការលើកទឹកចិត្ត
ឪពុកម្ដាយជាយាយជាតាមិនត្រឹមតែផ្ដល់សម្ភារៈសម្រាប់ជីវិត ប៉ុន្តែពួកគេក៏ជាគំរូសម្រាប់ការប្រកបរបររាល់ថ្ងៃនិងការវិនិយោគក្នុងអនាគត 4. ការបន្តវប្បធម៌និងតម្លៃសង្គម ពួកគេផ្ដល់សារជូនយើងនូវតម្លៃនៃការងារ ការអប់រំ និងសីលធម៌ដើម្បីឲ្យជីវិតរបស់យើងមានន័យ ប្រយោជន៍នេះជាការរំលឹកដ៏មានតម្លៃសម្រាប់គ្រប់គ្នាឲ្យគោរពនិងស្គាល់សេចក្ដីលះបង់ដ៏អស្ចារ្យរបស់អាយុជូរកន្លងមក